វិជ្ជាកម្មវិធីជីវិតជោគជ័យលោកជាម្ចាស់សន្តាគារ Franchi Panivilla សន្តាគារ Franchi Panivilla បង្កើតក្នុងឆ្នាំ2007ដោយមានការចូលហ៊ុនពីមិត្តភ័ក្តិរបស់លោក2នាក់ផ្សេងទៀតមុននឹងនិយាយទៅដល់អាជីវកម្មរបស់លោកខ្ញុំសូមផ្ដើមនិយាយពីប្រវត្តិរបស់លោកជាមុនសិនលោកចាប់កំណើតនៅមុនសម័យខ្មែរក្រហមតែប្រហែលខែប៉ុណ្ណោះខ្ញុំដឹងថាលោកមិនបានដឹងពីរបបប៉ុល ពតនោះទេប៉ុន្តែជីដូនជីតាពិសេសម្ដាយរបស់លោកបាននិយាយប្រាប់រឿងរ៉ាវនេះដល់លោកបាទខ្ញុំកើតនៅឆ្នាំ1974នៅរាជធានីភ្នំពេញហើយកើតមកបានប្រហែលជា10ខែខ្មែរក្រហមចូលកាន់រាជធានីភ្នំពេញអញ្ចឹងយើងទាំងអស់គ្នាត្រូវបានគេជំនះចេញអញ្ចឹងខាងខ្ញុំចេញម្ដាយខ្ញុំអ្នកកំពង់ចាមពុកខ្ញុំអ្នកភ័យវែងប៉ុន្តែពីយើងចេញទៅម៉ាក់ខ្ញុំចង់ទៅកំពង់ចាមប៉ាខ្ញុំចង់ទៅភ័យវែងសុកកំណើតដូនតាគាត់នៅនោះប៉ុន្តែម៉ាក់ខ្ញុំគាត់ចេញពីកំពង់ចាមយូរហើយដើរទៅហោះផ្ទះអត់ឃើញព្រោះគាត់ចេញមកនៅភ្នំពេញតាំងពីយូរហើយហោះផ្ទះអត់ឃើញចេញផ្ទះដើរហួទៅរោសុកខាងពុកខ្ញុំហ្នឹងតរហោតរឃើញហ្នឹងសំណាងខ្ញុំមានយាយមានតានៅជាមួយអញ្ចឹងណាហើយក្រោយមកបានជីតាខ្ញុំគាត់ស្លាប់ទៅដោយសារអត់ឃ្លានហ្មងនិយាយខ្លីទៅជីតាហ្នឹងហើយវាច្រើននៅមួយយាយម៉ាក់ខ្ញុំចេញទៅសហគមន៍ឲ្យបាត់ទៅណាជាមួយគ្នានោះដែរឪពុករបស់លោកបានស្លាប់នៅក្នុងឆ្នាំ1975នោះតែម្ដងហើយទៅដល់ប៉ាខ្ញុំគេចាប់ភ្លាមគេយកទៅរៀន3ថ្ងៃអញ្ចឹងណាមិនទៅបាត់រហូតដល់ថ្ងៃណាខ្ញុំមានបងប្អូន2នាក់និយាយក្រោយឆ្នាំ1979វិញតើម្ដាយរបស់លោកបាននាំលោកនិងបងស្រីមករស់នៅភ្នំពេញវិញភ្លាមក្រោយពេលរំដោះឬយ៉ាងណាពេលដែលពតចប់យើងមកភ្នំពេញវិញហើយជាចុងឆ្នាំ79នេះហ្នឹងមកដល់ភ្នំពេញវិញហើយយើងដូចជាជិះដើរផងជិះទៀសគោផងដំមមកដល់ភ្នំពេញហ្នឹងណាហើយមកដល់ភ្នំពេញដំបូងហ្នឹងយើងអត់មានស្អីជើងពាក់ទេកាលដូចជាមាន2 3សម្រាប់អញ្ចឹងទៅចាស់កាលហ្នឹងខ្ញុំអាយុប្រហែលជា4ឆ្នាំកន្លះហើយលោកបានចូលរៀននៅក្នុងឆ្នាំ1980តើនៅក្នុងពេលនោះម្ដាយរបស់លោកបានប្រកបរបរអ្វីសម្រាប់ចិញ្ចឹមកូនម៉ាក់ខ្ញុំមកភ្លាមគាត់រៀនកាត់ដេរគាត់មានបងប្អូនខាងប៉ាខ្ញុំចេះអីគាត់រៀនកាត់ដេររៀនហើយគាត់ក៏បើកហាងទូចមួយនៅក្នុងផ្ទះហ្នឹងហើយម៉ាក់ខ្ញុំក៏អត់ចង់ទៅធ្វើការឯណាទេមានបងប្អូនហៅគាត់ធ្វើការធ្វើអីដែរអ៊ំខ្ញុំអីបើគាត់អត់ចង់ទៅគាត់ចង់នៅធ្វើការក្នុងផ្ទះទៅបានមើលកូនបានមើលអីចឹងណាហើយណាមួយម៉ាក់ខ្ញុំក៏រៀនបានមិនសូវខ្ពស់ហើយភាគច្រើនគាត់ធ្វើម៉េចឲ្យយើងរៀនប៉ាកែអញ្ចឹងសំណាងប៉ុណ្ណឹងដោយសារគាត់រៀនមិនបានខ្ពស់គាត់លំបាកអញ្ចឹងគាត់ចង់កូនរៀនបានខ្ពស់មិនធ្វើឲ្យម្ដាយខុសបំណងទេលោកបានខិតខំរៀនសូត្រដោយទទួលបានពិន្ទុល្អជានិច្ចលោកបានរៀនចប់មធ្យមសិក្សានៅក្នុងឆ្នាំ1992អ្វីដែលគួរឲ្យកត់សម្គាល់គឺលោកមិនត្រឹមតែខំរៀននោះទេតែលោកចេះរកលុយតាំងពីនៅតូចម្លេះបើខ្ញុំទម្លាប់ខ្ញុំមនុស្សខ្ញុំចង់មានបានតាំងពីក្មេងមកហ្នឹងណាព្រោះយើងកើតមកចង់មកស្រុកលេងលហាមហ្នឹងចង់មានឃើញគេកូនអ្នកមានគេជិះកង់ល្អៗចេះចង់បានគេណាក្រោយមកគេជិះម៉ូតូល្អៗចេះចង់បានគេហ្នឹងណាខំរៀនព្រោះយើងអត់អីពឹងទេខំរៀនឲ្យខ្ញុំចេះតាំងពីក្មេងខ្ញុំបរៀនគេរួចទៅហើយមករៀនតាំងពីមិត្តរួមថ្នាក់ខ្ញុំរៀនបកែដល់ខ្ញុំរៀនដល់ចាក់តមុខខ្ញុំបរៀនក្មេងនៅអនុវិទ្យាល័យអីរួចហើយអញ្ចឹងអ្នកជិតខាងអីគេបងលុយយើងហ្នឹងណាអញ្ចឹងចេះយកលុយតាំងពីនៅរៀននៅអនុវិទ្យាល័យអីម៉េះហើយជំនាន់អូនតាក់មកហ្នឹងខ្ញុំទៅនេះគឺខ្ញុំជិះកង់ដើររកផ្ទះឲ្យគេគូជិះផ្ទះជំនាន់ហ្នឹងគេមានអ្នកទិញអ្នកជួលអ្នកអីហ្នឹងបានកុំចង់ចាយអញ្ចឹងខ្ញុំមានលុយចាយញឹកញាប់ខ្ញុំមិនសូវសុំលុយម៉ាក់ខ្ញុំប្រហែលទេតាំងពីក្មេងមកហ្នឹងខ្ញុំរៀនស្ថាបត្យកម្មប្រឡងជាប់ទៀតប្រឡងយ៉ាងហ្នឹងរាប់100នាក់គេយកទៅ30នាក់ទេណាពិបាកយ៉ាងហ្នឹងលោកបានរៀនចប់បរិញ្ញាបត្រស្ថាបត្យកម្មនៅក្នុងឆ្នាំ1999ប៉ុន្តែពេលនោះហេតុអីបានលោកទៅបម្រើការងារជាមួយអង្គការសហប្រជាជាតិនៅក្នុងកម្មវិធីលំនៅឋានទីក្រុងទៅវិញយើងមានវិបត្តិឆ្នាំ97វិបត្តិផ្ទៃក្នុងផងវិបត្តិហិរញ្ញវត្ថុអាស៊ីយើងផងនេះអញ្ចឹងជំនាន់នោះអត់សូវមានការងារធ្វើទេតែក្នុងការវិនិយោគសំណង់ design អីណាមានការងារធ្វើទេហើយខ្ញុំដោយសារខ្ញុំរៀនទៅខ្ញុំក៏ចាប់អារម្មណ៍រឿង
សង្គមច្រើនជំនាន់នោះដោយសារគ្រូខ្ញុំបរទេសមកគាត់នៅក្នុងអង្គការសហជាតិនោះណាខ្ញុំក៏សុំគាត់ទៅធ្វើការស្ម័គ្រចិត្តនៅអង្គការសហជាតិខាងផ្នែកនៅឋានទីក្រុងដែលហៅថា UN Habitat ហ្នឹងតាំងពីឆ្នាំ98មកម៉េះខ្ញុំចូលបានប្រហែលជា6ខែមេក៏បង្កើតប៉ុស្តិ៍ឲ្យខ្ញុំធ្វើជាគេហៅថា service contract នោះណាជួលទៅតាមគម្រោង project ចឹងទៅហើយជំនាន់គេឲ្យខ្ញុំ$300ក្នុងមួយខែបាទប៉ុន្តែពេល99ហ្នឹងមេចាប់ផ្ដើមបង្កើតប៉ុស្តិ៍ខ្ញុំមួយគេបង្កើតជា program ជាដូចជា project officer ហ្នឹងជា technical assistant ដូរពី technical assistant ទៅជា technical officer ហ្នឹងណាជំនាន់ហ្នឹងប៉ុស្តិ៍ហ្នឹងប្រាក់ខែ950ហើយគេរៀបឲ្យខ្ញុំប៉ុន្តែចែកដល់ខ្ញុំជាប់បួកទៅ AIT ទីនៅបណ្ឌិតហ្នឹងតែខ្ញុំទៅពេលណាដែលលោកមានគំនិតបើកសន្តាគារនេះ2007ខ្ញុំជាប់ជាប្រធាន UN Habitat នៅស្រុកខ្មែរហើយដល់ពេលខ្ញុំធ្វើសូមបញ្ជាក់ថាមកពី AIT មក2002ឆ្នាំ2003ខ្ញុំទៅរៀន Norton ផងរៀន part time ផងនឹងធ្វើ consultant ខ្ញុំបង្កើតគម្រោងវិនិយោគរួចទៅហើយ2006ហ្នឹងជាមួយមិត្តភ័ក្តិ2នាក់ទៀតដល់2007ចុងខែឆ្នាំ2007បានយើងចាប់ផ្ដើម operate វាកើតអញ្ចឹងខ្ញុំពេលហ្នឹងខ្ញុំធ្វើការបដាខ្ញុំធ្វើ business បដាហើយក្រៅពីម៉ោងធ្វើការយប់ហ្នឹងខ្ញុំជួបគ្នាជជែករឿង business របស់ខ្ញុំហ្នឹងហើយនៅថ្ងៃអាទិត្យគឺរឿងថ្ងៃធ្វើ business របស់ខ្ញុំហើយតែពួកខ្ញុំចូលចិត្តសិល្បៈ design អញ្ចឹងយកអាគារចាស់មួយអាគារហ្នឹងមកពុកម្ដាយមិត្តភ័ក្តិនោះទៅជួលឲ្យគេក្រិចពេកហ្នឹងអញ្ចឹងក៏យកវាមកកែមកអ្នកមានលុយទេដាក់សោះលុយនេះតិចតួចអ្នកមានលុយ3-4000 5000ហ្នឹងយើងខ្ចីលុយគេបណ្ណាសំណាងដែរកាលហ្នឹងរបស់ខ្លះយើងបដាក់គេបានប៉ុន្តែដំបូងហ្នឹងកំសត់ណា shooter តែមួយទៀតដាក់ឲ្យភ្ញៀវប្រើផងបុគ្គលិកប្រើផងមានទេធ្វើឲ្យមកបន្ទប់ដាក់មកបន្ទប់អត់ទូឲ្យភ្ញៀវទៀតដល់ភ្ញៀវមក2នាក់ហើយទៅខ្ចីទូរទស្សន៍គេ2ខ្ញុំដាក់សិនរួចបានហើយភ្ញៀវចេញទៅហើយបានលុយទៀតបានយកអានឹងទៅសងគេដំបូងយើងធ្វើតែ7បន្ទប់ទេប៉ុន្តែធ្វើអត់លុយដាក់អស់អញ្ចឹងធ្វើបានមកបន្ទប់ដាក់មកបន្ទប់លោកដិនសុមេធីរិតរហូតមកដល់ពេលនេះ Frenchie Pani Villa មានសាខាដល់ទៅ5នៅក្នុងទីក្រុងភ្នំពេញផងនិងនៅខេត្តសៀមរាបផងប៉ុន្តែបើស្ដាប់លោករៀបរាប់ទៅឃើញថាក្រុមរបស់លោកផ្ដើមអាជីវកម្មដោយមិនមានប្រាក់ច្រើននោះទេគ្មានប្រាក់តែលោកហ៊ានរកស៊ីខ្ញុំចង់ដឹងថាតើលោកផ្អែកលើកត្តាអ្វីដែលលោកហ៊ានប្រថុយបែបនេះខ្មែរយើងមាន4ចំណុចដែលខ្ញុំប្រឆាំងដាច់ខាតទី1គាត់និយាយថាធ្វើ business ហ្នឹងដល់ឡាមានលុយច្រើនហើយខ្ញុំឆ្លើយប្រាប់គាត់វិញថាបើមានលុយច្រើនខ្ញុំដើរលេងហើយមិនបាច់ធ្វើ business ទេអត់លុយមិនខ្ញុំធ្វើ business ដើម្បីមានលុយហើយប្រវត្តិអ្នកមានជាច្រើននៅលើពិភពលោកហ្នឹងគឺចេញពីអ្នកក្រមកទី2គាត់ថាការធ្វើ business ហ្នឹងគឺជាការបថុយគេថាបថុយប្រធានអញ្ចឹងខ្ញុំសូមឆ្លើយថាអត់ទៀតដូចខ្ញុំធ្វើពីដំបូងមកខ្ញុំធ្វើពីទូចតែទូចពិសេសអញ្ចឹងអត់បថុយទេព្រោះនេះត្រៀមខាតរួចហើយបើខាតត្រៀមប្រាក់ខែខាតទៅជួយខាតវាដំបូងពិតជាខាតហើយមួយខែ2ខែ3 4ខែដំបូងហ្នឹងប៉ុន្តែកាលណាយើងធ្វើពីទូចខាតក៏វាទូចដែរបើយើងធ្វើទូចឈ្នះយើងឡើងមកធំទៅ3ក៏ថាធ្វើអាជីវកម្មអត់មានពេលសម្រាប់គ្រួសារអត់មានសម្រាប់អង្គុយលេងហើយខ្ញុំសូមប្រឆាំងទៀតធ្វើអាជីវកម្មធ្វើយើងកាន់តែសម្បូរពេលទៅគឺខ្ញុំឥឡូវចង់នាំកូនខ្ញុំដើរលេងចៃដើរទៅអត់អីទេបើយើងធ្វើការចេញកើតដែរចេញកើតទេដល់បង្ហាញពីមូលហេតុគេច្បាស់លាស់ហើយបើយើងធ្វើការទូនទីកាន់តែធំកាន់តែរវល់ទៅហើយទី4គេថាអ្នករស់ស៊ីអ្នកមានហ្នឹងកេងប្រវ័ញ្ចគេខ្ញុំបញ្ជាក់ថារស់ស៊ីសម័យណាអីមិនដឹងទេប៉ុន្តែសម័យនេះអត់ទេខ្ញុំឧទាហរណ៍បងអញ្ជើញទៅឧត្តរមានជ័យបងចង់នៅហូតែលមួយយប់100ប៉ុន្តែវាអត់មានវាមានអត្តសនៈមួយយប់$10អញ្ចឹងបងត្រូវបង្ខំខ្លួនមកនៅ$10ហ្នឹងអញ្ចឹងទីក្រុងហ្នឹងត្រូវយកលុយពីបងបានមួយយប់100ប៉ុន្តែសារអត់មានអាហ្នឹងអ្នកត្រូវស្នាក់អាបន្ទប់100មកដេកអាបន្ទប់$10ទៅអញ្ចឹងអ្នកដែលបង្កើតអាបន្ទប់100នៅនោះបានចាប់ភ្ញៀវដែលទៅរក100បានអ្នកហ្នឹងខ្លាចជាអ្នកមានហើយអញ្ចឹងសួរគាត់កេងប្រវ័ញ្ចពីអ្នកណាអត់ទេគាត់បំរើឲ្យគេវិញជារួមទៅតើមានកត្តាអ្វីដែលនាំឲ្យអាជីវកម្មរបស់លោកទទួលបានជោគជ័យមកដល់ពេលនេះយើងទី1ដូចខ្ញុំជំរាបយើងទី1យើងគិតក្រុមហ៊ុនយើងជាធំយើងធ្វើម៉េចឲ្យក្រុមហ៊ុនយើងរីកចម្រើនហើយយើងនិយាយរួមអត់ធ្មត់តស៊ូយើងអត់ហឺហាទេក្រុមខ្ញុំហ្នឹងហើយយើងគិតមាន vision ឆ្ងាយព្រោះយើងចង់ធ្វើជាអ្នកមួយប្រកបអាជីវកម្មខាងសន្តាគារហ្នឹងមានកេរ្តិ៍ឈ្មោះយើងមិនមែនគ្រាន់តែធ្វើលេងមិនទៅអត់ទេយើងចង់ធ្វើមិនឲ្យគេស្គាល់ Frenchie Pani Villa ហ្នឹងជាស្អីមានស្អីក្នុងហ្នឹងមានន័យមិនខ្លះហើយជួយយើងខ្មែរបានប្រមាណ100,000នាក់ណាអាហ្នឹងជាទិសដៅរបស់យើងហើយយើងមានយុទ្ធសាស្ត្រច្រើនយុទ្ធសាស្ត្រហ្នឹង
និយាយអញ្ចឹងរហូតមកដល់ពេលនេះសន្តាគាររបស់លោកបានផ្ដល់ការងារឲ្យយុវជនខ្មែរប៉ុន្មានអ្នកដែរឥឡូវប្រហែលជាជាងប្រហែល130នាក់ឥឡូវហ្នឹងហើយយើងថ្មីនេះថ្មីទៀតយើងនឹងប្រហែលជាធ្វើការមនុស្ស70នាក់អីទៀតអញ្ចឹងតិចទៀតនឹងឡើងខែ8នេះបើកហើយនឹងបាន200នាក់ប៉ុន្តែយើងធ្វើទីនេះហើយកាលណាថ្ងៃនេះទៅសៀមរាបហ្នឹងខ្ញុំទៅមើលកន្លែងធ្វើបរិយាទៀតហើយភ្នំពេញកំពុងតែពិចារណាលទ្ធភាពបរិយាតទៅទៀតអញ្ចឹងជារៀងរាល់ថ្ងៃយើងធ្វើកិច្ចការជាច្រើនតាក់ទងនឹងការពង្រីកក្នុងនាមលោកជាសិស្សដែលធ្លាប់រៀនពូកែម្នាក់ហើយពេលនេះក៏ជាពាណិជ្ជករវ័យក្មេងទទួលបានជោគជ័យទៀតតើនៅពេលនេះលោកមានបទពិសោធន៍អ្វីចង់ចែករំលែកដល់យុវជនផ្សេងទៀតឥឡូវពិភពលោកប្រែប្រួលហើយពីដើមសម័យកសិកម្មនោះតើមានដីកសិកម្មច្រើនមិនមានសម័យឧស្សាហកម្មតើមានរោងចក្រមិនមានប៉ុន្តែសម័យនេះគេហៅថាសម័យព័ត៌មានវិទ្យាគេហៅសម័យ IT ហ្នឹងអញ្ចឹងអ្នកណាក៏អាចមានឱកាសខ្លាយជាអ្នកមាននិងអ្នកជោគជ័យបានដែរប្រសិនបើអ្នកនោះចេះយកព័ត៌មានមកវិភាគហើយយកព័ត៌មានហ្នឹងមកធ្វើជាអាជីវកម្មអញ្ចឹងគោលបំណងរបស់ខ្ញុំបើសំណុំបររបស់ខ្ញុំសម្រាប់យុវជនខ្មែរដែលសារស្រុកខ្មែរបើយើងនិយាយពី entrepreneurship និយាយពីអាជីវកម្មនិយាយពីសហគ្រិនភាពជារឿងថ្មីបំផុតសម្រាប់យុវជនខ្មែរពួកឪពុកម្ដាយយើងម្នាក់ទាំងម្ដាយខ្ញុំក៏ដោយគាត់សង្ឃឹមថាឲ្យយើងរៀនប៉ាកែបានប្រាក់ខែច្រើនសាងគេឈ្មោះប៉ុន្តែពាក្យនេះហួសសម័យហើយអញ្ចឹងសូមយុវជនទាំងឡាយនោះមានចប់ទៅធ្វើការគេប៉ុន្តែទៅធ្វើដើម្បីលឿនដើម្បីរៀនកុំទៅធ្វើដើម្បីលុយរៀនឲ្យចេះត្រៀមខ្លួនបង្កើតអាជីវកម្មខ្លួនឯង